បងប្អូននឹងទេថាបច្ចេកទេសកាន់តែទំនើបមនុស្សយើងកាន់តែចេះកាន់តែប្រកែដូចជាការកោះម៉ូតូប៉ាម៉ូតូអញ្ចឹងគឺគេលែងកោះដៃដូចយើងពីមុនណាគឺគេមានដៃវែងបែបនេះដាក់នៅនឹងស្នូកវាក្តារហ្នឹងខ្ចៅក្តារហ្នឹងហើយគេអុសវាជុំវិញអញ្ចឹងគឺលឿនជាងយើងកោះដៃយឺតហើយអាចខូចប្រឡងខូចអីតែបើធ្វើបែបនេះលឿនហើយនេះបើសិនបើវ៉ាល់របស់យើងនឹងដាច់គោលវ៉ាល់ឬចេញគោលវ៉ាល់អីគេអត់ដូរពវិនទេនៅក្នុងស្រុកគេគឺគេយកកាវដាក់ពីលើហើយគេដុតវាក្តៅដូចអ៊ុតអញ្ចឹងហើយគេមានវ៉ាល់គេថ្មីមួយដូចវ៉ាល់មកពីនាយកោសឲ្យស្រេចដាក់មកពីលើអេមតែហ្មងគឺវាជាប់តែហ្មងមិនបាច់ហត់ទៅទិញពវិនថ្មីអីថ្មីទេគឺបច្ចេកទេសនេះទំនើបមែនតើអីមែនតើនៅខាងឥណ្ឌាខាងអីគេប្រើតែខាងយើងមិនទាន់មានទេវ៉ាល់ប្រភេទហ្នឹងគឺគេបិទវ៉ាល់ពីលើទៅយើងអាចប្រើបានបន្តទៀតថ្មីដូចថ្មីចឹងមើលអានោះដូចអ៊ុតដូចអីចឹងអីមែនតើសូមសរសើរហើយដោយវីដេអូនេះអញ្ចឹងគេប៉ះម៉ូតូនេះដាច់គោលវ៉ាល់ដូចគ្នាដែរគឺគេយកកាវគេនឹងកាវមកអីទេដាក់ពីលើចឹងហើយគេញុតលុញវាចឹងហើយគេដុតយកតែកេះយើងកេះដុតមកស្បកទៅវាអស់ជាតិសំណើមហ្នឹងវាលួតហើយយើងប៊ីវាមកសើមតិចមកហើយយើងយកវ៉ាល់ថ្មីដែលគេស្រោបមកពីនាយហ្នឹងដាក់បិទពីលើទៅនេះវ៉ាល់គេអីមែនតើដូចយើងស្មុកពវិនចឹងគេដាក់មកពីលើក្របចិត្តទៅម៉ែឲ្យស្កត់បន្តិចរីកបន្តិចទៅអីមែនតើដូចយើងអ៊ុតចឹងស្អាតមែនតើទំនើបមែនតើសូមសរសើរមិនបាច់ហត់ដូរវិនថ្មីទេបើជាងធម្មតាហ្នឹងតើកាលណា